ចាមើលខ្ញុំសុំសួរតិចមើលមានបងប្អូនណាខ្លះអត់ញ៉ាំត្រីប្រាព្រោះថាវាឆ្អាបមែនអត់តែខ្ញុំញ៉ាំណាខ្ញុំចូលចិត្តទៀតមិនថាយកទៅស្លម្ជូរគ្រឿងមិនថាយកទៅឆាគ្រឿងឬមួយក៏អាំងអីទេហើយជាពិសេសហ្នឹងគឺស្លអីគេទេមើលស្លប្រហៅតាពាំងប្រសាបតាពាំងណាគឺថាប្រើត្រីប្រាត្រីពោអីហ្នឹងយកទៅអាំងឬហើយយកទៅដាក់ស្លឆ្ងាញ់ណាស់តែយើងមានរបៀបធ្វើឲ្យវាឆ្អាបគឺយើងលាងជាមួយនឹងទឹកអង្ករឬក៏លាងជាមួយអំបិលអីចឹងទៅហើយការខ្ញុំនៅពីតូចហ្នឹងខ្ញុំដាំបាយប្រើចង្ក្រានអុសណាហើយយើងដាំបាយជាប់ទឹកអង្ករអញ្ចឹងយើងលាងអង្កររួចយើងនឹងសល់ទឹកអង្ករឲ្យមិនចឹងដល់ពេលយើងដាំបាយយើងពុះយើងយកទៅជាត់ដាក់ទៅក្នុងទឹកអង្ករដែលយើងលាងហើយហ្នឹងហើយយើងយកអាទឹកហ្នឹងវារៀងក្តៅអ៊ុនហ្នឹងយកទៅលាងត្រីលាងងាវលាងអីហ្នឹងខ្យងអីហ្នឹងវាពីជ្រះល្អមែនតើដល់ពេលឥឡូវអត់ទេយើងដាំបាយអត់ដែរជាប់ទេទោះជាដាំប្រើខ្ជូងប្រើអីក៏អត់ដែរជាប់ដែរនេះខ្ញុំកំពុងតែព្យាយាមផ្លះវាផ្លះហ្នឹងយកទៅណាបងប្អូនស្បែកត្រីហ្នឹងគ្មានយកទៅណាទេយកដាក់ឆាហ្នឹងដដែលហ្នឹងខ្ញុំកំពុងតែផ្លះវាយកទៅឆាគ្រឿងណាតែខ្ញុំប្រើឆ្អឹងត្រីហ្នឹងដដែលប្រើសាច់ត្រីហ្នឹងដដែលហ្នឹងឯងស្បែកត្រីហ្នឹងគឺដាក់ដដែលហ្នឹងឯងគ្រាន់ថាគ្រួសារខ្ញុំគាត់តាខ្ញុំហ្នឹងគាត់អត់ចូលចិត្តញ៉ាំទេស្បែកហ្នឹងជាមួយនឹងកូននិយាយទៅគឺថាគាត់មិនញ៉ាំត្រីប្រាផងកន្លងមកតែដល់ពេលខ្ញុំអ្នកញ៉ាំខ្ញុំធ្វើទៅគាត់ថាអត់ឆ្អាបទេគាត់ញ៉ាំបានអញ្ចឹងណាតែញ៉ាំក៏ញ៉ាំភាគតិចដែរគាត់មិនសូវញ៉ាំទេបើអាំងគាត់ញ៉ាំបានច្រើនជាងនេះធ្វើនេះគឺថាដើម្បីឲ្យអ្នកញ៉ាំហ្នឹងស្រួលតែម្ដងណាបងប្អូនមានពុកម៉ែមានអីនៅផ្ទះចាស់យាយអីហ្នឹងធ្វើម្ហូបបែបហ្នឹងទៅចឹងអាផ្នែកខាងណាស្បែកខាងណាឆ្អឹងហ្នឹងទុកវាដោយឡែកទៅដាក់វាដុំអញ្ចឹងមកណាល្មមមួយម៉ាត់ចឹងទៅប៉ុន្តែឆាប្រយ័ត្នផងប្រយ័ត្នបែកវល់អស់ចំណែកឯស្បែកអីហ្នឹងវានៅដុំនៅហ្នឹងមែនតែมันពិបាកថាគាត់ពិបាកឆ្កឹះចេញអីចឹងណាចំណែកអាផ្នែកខាងណាមានឆ្អឹងហ្នឹងដូចជាឆ្អឹងខ្នងហ្នឹងវានៅជាដុំមកវាផ្សេងអញ្ចឹងការពារកូនចៅចាស់ទុំនៅក្នុងផ្ទះយើងហ្នឹងអត់ឲ្យឆ្លាក់ឆ្អឹងបានមួយផ្នែកដែរនេះគ្រឿងយើងបុកថាតាមធម្មតាទេយើងយកមកធ្វើខ្លួនយើងបានវាឈ្ងុយល្អហាន់ចំណាយពេលបុកទៅហើយជួនកាលហ្នឹងខ្ញុំបើទោះជាទៅទិញគ្រឿងពីគេហ្នឹងក៏យកមកដល់បុកស្លឹកក្រូចបុករំដេងបុកខ្ទឹមបុករមៀតហ្នឹងថែមដែរទិញគេហ្នឹងឧបកិច្ចថាដូចជាទិញតែស្លឹកគ្រៃសុទ្ធចឹងទៅនេះដាក់មកដាក់ទឹកបន្តិចមកណាបើមិនចឹងទេហ្នឹងវាស្អិតខ្ទះវាបែកសាច់ត្រីពេលខ្ញុំថតហ្នឹងថ្ងៃចាំងមកចាំលើចក្រានល្មមអញ្ចឹងមកណាយើងធ្វើម្ហូបយើងព្យាយាមសម្អាតត្រីយើងនឹងឲ្យខ្លាំងបំផុតជាពិសេសទឹកអង្ករយើងនឹងកុំចោលយកវាមកលាងត្រីលាងសាច់មានប្រយោជន៍ណាស់ចាក់ទឹកត្រីចូល2ស្លាបព្រាបាយអត់ប្រើប្រហុកទេបើប្រើប្រហុកទៅជាបញ្ជូរគ្រឿងហើយថែមប៊ីចេងបន្តិចស្ករត្នោតហ្នឹងក៏មកចុងស្លាបព្រាទៅព្រោះថាឆាគ្រឿងខ្ញុំអត់ត្រូវការរសជាតិដិតអីទេស្រាលល្មមបានហើយមកឆាត្រីមួយកង់ប៉ុណ្ណឹងហ្នឹងសល់ដល់បាយកកពេលព្រឹកទៀតម៉ែកូនខ្ញុំនោះឈ្ងុយហើយយើងព្យាយាមធ្វើឲ្យសាច់ត្រីឆ្អិនសិនទៅណាហើយចាំដាក់ទឹកអំពិលទុំចូលទឹកអំពិលទុំដែលខ្ញុំធ្វើថ្ងៃមុនហ្នឹងបាន3កំប៉ុងបាយ3កំប៉ុងអាកំប៉ុងមូលដែលគេដាក់ទឹកស៊ុបដាក់អីហ្នឹងហ៎ពេលយើងទៅទិញបាយញ៉ាំអីហ្នឹងណាបាន3កំប៉ុងហ្នឹងធ្វើអំពិលទុំ1គីឡូនេះឲ្យខាប់ល្អណាស់ខ្ញុំពូតឲ្យដោយទាំងសាច់អំពិលមកទៀតណាថែមទឹកតិចទៀតទៅយើងត្រូវការទឹកប៉ែអញ្ចឹងណាកូនខ្ញុំនឹងវាចង់ត្រូវការប៉ែជ្រុលទៀត
ចូលចិត្តយកទៅទឹកស្រូបម៉ែដួសម្ហូបដាក់នឹងចានឲ្យញ៉ាំហើយនឹងដើរទៅបើកឆ្នាំងទៅដួសទឹកស្រូបថែមទៀតនេះការពារកុំឲ្យត្រីវាបែកសាច់ខ្លាំងមិនកុំឲ្យបែកទេណាកុំឲ្យបែកសាច់ខ្លាំងម្ហូបងាយសាមញ្ញធ្វើមកផ្លេតឆ្អិនឲ្យតែយើងបុកគ្រឿងទុកឲ្យហើយបើយើងមិនតាន់បុកគ្រឿងទេហ្នឹងហើយវាយូរបន្តិចនឹងគ្រឿងម្រះព្រៅនេះបេះមុខផ្ទះចំណែកក្រូចសើចវិញបេះក្រោយផ្ទះដោយអាស្លឹកចាស់មកមួយស្លឹកដកចេញសិនឈ្ងុយណាបងប្អូនអើយឈ្ងុយមែនតើនេះបើបាត់ដាក់ម្ទេសចំណិតណាឲ្យវាក៏ហមពេញនឹងទៀតទៅអូយពណ៌ស្អាតរសជាតិឡើងស៊ឺតសាតហ្មងណានេះប្រើស្លាបព្រាម្ដងខ្លាញ់បែកសាច់ត្រីបងនៅពេលញ៉ាំវល់អស់លេងតែនេះអត់ទេណាខ្ញុំព្យាយាមធ្វើអញ្ចឹងទៅអាផ្នែកខាងស្បែកហ្នឹងវានៅដុំខាងស្បែកបើវាឲ្យផ្នែកខាងឆ្អឹងហ្នឹងនៅដុំខាងឆ្អឹងលើកលែងតែសាច់ត្រីសតដែលផ្លះមកហ្នឹងវាអាចបែកមួយទៅជាពីរអីខ្លះដុំខ្លះតែដុំខ្លះនៅទាំងមូលអញ្ចឹងទៅអូយឈ្ងុយហ៎បងប្អូនដួសបាយក្តៅមកបងប្អូនអើយជាតិណាស់សម្រាប់អ្នកដែរចូលចិត្តញ៉ាំណាឆ្ងាញ់ហើយដាក់ពីលើបាយកកក៏ឆ្ងាញ់ដែរព្រឹកឡើងកម្ដៅថែមទឹកបន្តិចទៅវាកោកហើយញ៉ាំបាយកកជាតិពីរពេលនេះអាផ្នែកខាងដាក់ម្ទេសហ្នឹងគឺជាផ្នែកខាងម៉ែអញ្ចឹងកូនកុំប៉ះពាល់វាអត់ឆ្លងជាតិកើតទេព្រោះទឹកវាបែកតែបើថារាវគឺថាដួសទៅដួសមកឆ្លងចូលជាតិម្ទេសអស់បដ ாய்